សូមស្វាគមន៍មកកាន់ខេត្តបាត់ដំបងពុកម៉ែបងប្អូនបើសិនបើពុកម៉ែបងប្អូនមកតតបានមកទស្សនាខេត្តបាត់ដំបងទេពុកម៉ែបងប្អូនអាចមកទស្សនាបានខេត្តបាត់ដំបងយើងគេមានរៀបចំកម្មវិធីវប្បធម៌ចម្រុះពណ៌មហោស្រពសិល្បៈទីក្រុងស្អាតដែលខ្ញុំទៅនឹងជាថ្ងៃទី1ហើយមនុស្សក៏មកច្រើនដែរពុកម៉ែបងប្អូនមានបងប្អូនយើងមកច្រើនទាំងភ្ញៀវជាតិអន្តរជាតិក៏មកលេងច្រើនហើយកម្មវិធីដែលគេធ្វើឡើងហ្នឹងគឺផ្លូវលេខ2បងប្អូនហើយមានបងប្អូនយើងមកលក់ដូរច្រើនមកលក់ដូរលក្ខណៈបន្ទោអនុស្សាវរីយ៍មានរបស់ហូបនិយាយចំមានការសម្ដែងសូដូចជាក្មេងៗក៏លេងលក្ខណៈស៊ីអីចឹងណាបងប្អូនហើយបងប្អូនយើងមកច្រើននេះកន្លែងក៏លក់ដូរលក់អីមានលក្ខណៈពត្រាក្រហមត្រាអីគេហៅថាឆុងដូចតែអញ្ចឹងបងប្អូនប៉ុន្តែមានរសជាតិឆ្ងាញ់ហើយមានជនជាតិមកច្រើនពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនមើលទៅខាងលើទៅវាមានលក្ខណៈត្រីហើយមានលក្ខណៈគេរៀបចំឡើងអញ្ចឹងពុកម៉ែបងប្អូននិយាយចំមានលក្ខណៈមើលទៅយើងមើលទៅវាចម្រុះពណ៌អញ្ចឹងណាពុកម៉ែបងប្អូនហើយថ្ងៃដែលខ្ញុំទៅហ្នឹងមនុស្សថ្ងៃទី1ហ្នឹងក៏ច្រើនគួរសមដែរពុកម៉ែបងប្អូនហើយកន្លែងនេះគេបង្ហាញសូខាងគេបង្ហាញដូចសៀកអញ្ចឹងពុកម៉ែបងប្អូនតែខ្ញុំចូលទៅអត់ចោះទេហើយនេះបងប្អូនយើងគាត់មកលេងច្រើននេះកន្លែងនេះជាកន្លែងលក់របស់ហូបបាយពុកម៉ែបងប្អូនអាចមកទិញបានហើយនេះពុនខ្ញុំក៏បានទៅហើយប្អូនក៏បានមកដែរហើយប្អូននៅថ្មគោលហើយនេះពុកម៉ែបងប្អូនទស្សនភាពថ្ងៃទី2មនុស្សគាត់មកទស្សនាច្រើនហើយមានបងប្អូនយើងមកច្រើនណាពុកម៉ែបងប្អូនហើយមានការលក់ដូរលក់អីពុកម៉ែបងប្អូនចង់ទិញអីហូបក៏បានដែរនិយាយចំរបស់របរហូបមិនអស់ហ្មងពុកម៉ែបងប្អូនរបៀបថាវាច្រើនមុខណាបងប្អូនចង់ហូបមួយណាបងប្អូនទិញហូបមួយនឹងឲ្យបងប្រុសនេះគាត់លក្ខណៈគាត់ធ្វើវាស្អាតពុកម៉ែបងប្អូនគាត់ផាត់មុខផាត់មាត់អីចឹងណាធ្វើហើយបងប្អូនយើងមកលក់ដូចជារបស់អនុស្សាវរីយ៍ដូចជាបទាលអីចឹងច្រើនហើយមនុស្សនេះខ្ញុំដើរទៅកាន់ឆាកប៉ុន្តែដើរអត់បានទៅដល់ឆាកទេដោយសារមានមនុស្សច្រើនអញ្ចឹងណាពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនយើងគាត់យកពីរបស់របរយកមកលក់អញ្ចឹងណាលុយលក្ខណៈមកជូរព្រឹកនិយាយចាំគេក្លុកគេស្ងោរអីគេដាក់ដូចទឹកម្ដងអញ្ចឹងហើយហូបទៅមានរសជាតិឆ្ងាញ់ហើយមានគេលក់តុក្កតាវត្ថុអនុស្សាវរីយ៍ផ្កានេះផ្កាក៏ស្អាតដែរការដែលគេដូចធ្វើដោយដៃស្នាដៃកូនខ្មែរយើងហ្នឹងហើយខាងនេះក៏មានមនុស្សច្រើនដែរពុកម៉ែបងប្អូនហើយខេត្តបាត់ដំបងយើងរៀបចំលើកនេះរៀបចំផ្លូវលេខ2លើកមុនគេធ្វើផ្លូវលេខ2កន្លះផ្លូវលេខ2នេះវាធំហើយនេះជាតុក្កតាហ្នឹងទាំងធំដែរហើយជនជាតិក៏នៅក្នុងហ្នឹងសំខាន់ណាស់ជនជាតិហ្នឹងក៏ខ្លាំងណាស់ដោយសារតុក្កតាហ្នឹងវាមានធំអញ្ចឹងពុកម៉ែបងប្អូនហើយគាត់អាចទាញតុក្កតានឹងដៃចុះឡើងបានហើយនេះកន្លែងពុកម៉ែបងប្អូនអាចចូលភ្លក់បានកន្លែងបកាស្រស់របស់គាត់ហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរពុកម៉ែបងប្អូនវីដេអូហ្នឹងក៏ដល់ទីបញ្ចប់ដែរសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូ